សង្ខេបជីវិតខ្ញុំខ្លីៗឥឡូវមកដល់ភាគ2ហើយគឺវគ្គនេះគឺចូលមកដល់ពាក់កណ្ដាលឆ្នាំហ្នឹងចង់ថតជាលក្ខណៈរឿងភាគរឿងកុននេះមិនទេនេះដូចវែងដែរអញ្ចឹងនេះគឺចូលមកដល់ខែ3ខែ4ដល់គ្នាពេលហ្នឹងគឺខ្ញុំប្រកាសបិទវិវាហើយពេលហ្នឹងប្រកាសបិទដំបូងសែតដល់គ្នាក្រោយមកគឺរំភើបវិញហ្មងដល់គ្នាដោយសារពេលដែលខ្ញុំប្រកាសបិទហ្នឹងខ្ញុំគិតថាភ្ញៀវគឺលែងគ្រប់ត្រូលខ្ញុំលែងទិញលែងអីអញ្ចឹងក៏ខ្ញុំគិតថាមានតែបិទទៅ business នេះព្រោះអីដែលខ្ញុំប្រាប់នៅវីដេអូមុនអញ្ចឹងមួយថ្ងៃលក់បាន20 30រៀលថ្ងៃខ្លះ50រៀលទេគឺវាអត់សមាមាត្រមួយការចំណាយសោះហ្មងដល់ពេលហើយក៏ស្មែចិត្តថាថតវីដេអូវាថា announce ថាយើងបិទអីចឹងទៅកុំឲ្យថាបិទស្ងាត់ភ្ញៀវអត់ដឹងគឺលើសពីការរំពឹងទុកហ្មងគឺមានភ្ញៀវមកទិញច្រើនខ្លាំងមែនតើអ្នកនរគ្នាគឺតាំងពីព្រឹកដល់យប់គឺភ្ញៀវពេញខ្ញុំអត់ expect ថាភ្ញៀវមកទិញសោះអ្នកខ្ញុំនិយាយត្រង់ហ្មងពួកអីមុននឹងប្រកាសបិទហ្នឹងក៏ខ្ញុំលក់ discount ច្រើនហើយគឺខ្ញុំលក់សឹងថាលែងយកចំណេញដោយសារខ្ញុំកប់ stock ច្រើនពេកចឹងអាវ៉ាន់គឺខ្ញុំលក់សឹងតែតម្លៃដើមហើយនៅតែអត់មានអ្នកមកទិញចឹងក៏ខ្ញុំគិតថាប្រហែលជាកាខ្ញុំវាអត់ dated ពេកអីពេកឬក៏ like មានកតាអីមួយឬក៏ខ្ញុំអត់មាន social media សម្រាប់ shout out អីចឹងភ្ញៀវអត់ដឹង enough អីចឹងទៅក៏ខ្ញុំគិតថាអញ្ចឹងមានតែបិទនឹងឯងដោយសារយើងស៊ូមកច្រើនខែដែរចឹងណាអីមកផ្ទះខ្ញុំម្ដាយមុនដល់គ្នាមើលថាអូកាយនៅមានភ្ញៀវនៅមានអ្នកគ្រប់ត្រូលនៅមានអ្នកទិញតាយ៉ាងខ្ញុំ set រឿងអីដល់ខ្ញុំភ្លេចបាត់ដោយសារខ្ញុំ set ច្រើនពេកមួយខែខ្ញុំ set 20ថ្ងៃឃើញតែខ្ញុំ strong អញ្ចឹងអ្នកគ្នាគឺខំតែបើថាផ្លូវចិត្តហ្មងអ្នកគ្នាគឺថា up and down រហូតស្នេហាវិញ fail រហូតអ្នកគ្នាទៅគឺថាមានរឿងឲ្យយើងមានទុកមានអីរហូតអញ្ចឹងអ្នកគ្នានិយាយទៅមនុស្សកម្មហ្មងអូខេដល់ពេលមានភ្ញៀវមកគ្រប់ត្រូលហ្នឹងខ្ញុំក៏ព្យាយាមបរំខ្លួនឯងឡើងមកវិញហើយខ្ញុំក៏គិតសើរើមួយឡើងវិញថា business ខ្ញុំមានបញ្ហាអីខ្លះអញ្ចឹងពេលហ្នឹងក៏ខ្ញុំធ្វើវីដេអូដែរអ្នកខ្ញុំធ្វើវីដេអូទុកជាអនុស្សាវរីយ៍អញ្ចឹងណាគាត់ថាអូយមិនចាំវីដេអូ perfect អីធ្លាក់ដល់0ហើយអញ្ចឹងទាញកាមេរ៉ាមកថតប៉ុណ្ណាយកប៉ុណ្ណឹងទៅរបៀបគាត់អញ្ចឹងក៏បានថតទុក footage ខ្លះទៅហើយពេលហ្នឹងក៏បានបើកទូតពូងអ្នកនរគ្នាដោយសារតែមានភ្ញៀវគាត់ជួយទិញហើយអូអរគុណភ្ញៀវខ្លាំងអរគុណអ្នក support យំកន្លងមកអ្នកនរគ្នាគឺថាអ្នកនេះគឺជាចំណែកដ៏ធំមួយដែលធ្វើឲ្យគ្រប់យ៉ាងដើរមកដល់មាន cash flow វាហូរមកវិញទៅក៏ខ្ញុំបានបើកទូតពូងនេះបើកទាំង10ពេលអ្នកនរគ្នាគឺអត់តន់ហើយទេប៉ុន្តែធ្វើមិនត្រូវបើកខ្លះឲ្យដើម្បី generate cash មកទៀតអញ្ចឹងអ្នកនរគ្នាដោយសារបើមិនអញ្ចឹងតាកាំងហ្នឹងគឺខ្ញុំបិទទាំងពីរ file ខ្លះនៅខ្លះអីគឺយើងបើកដំណើរការបដាអ្នកនេះពេលហ្នឹងគឺ clear stock ជាមួយនឹងក្រែមដោយសារតែក្រែមហ្នឹងគឺវាធ្លាក់តម្លៃដល់បាតខ្ញុំកាត់ stock គេមកមែនតិចអ្នកនេះក៏មកពីក្រុមហ៊ុនផ្ទាល់អញ្ចឹងមានកំងតិចណាកំងនោះច្រើនហ្មងអញ្ចឹង skin care ក៏រៀបចំប្រមាណមកធ្វើ clear នៅទូតពូងឲ្យអ្នកនរគ្នាស្គាល់សាខាថ្មីអញ្ចឹងនៅទូតពូងហ្នឹង concept ខ្ញុំហ្នឹងគឺមានបន្ទប់ accessory មួយបែបលក្ខណៈ Gen Z អញ្ចឹងអ្នកគ្នាហើយនេះបន្ទប់ហ្នឹងហើយទៅខ្ញុំចង់ដាក់កញ្ចក់ទាំងអស់ដែរចង់វាយទលួយវាឆ្លាយដែរប៉ុន្តែអត់កើតអ្នកនរគ្នាបាត់ចិត្តមានកំណត់សូម្បីតែលុយទិញ stock មកដាក់ឲ្យពេញធ្នើក៏អត់មានអ្នកគ្នាលុយទិញបានទិញធ្នើឲ្យវ៉ាន់អីប្រម៉ូពី UVP មកដាក់តាំងបដាបើកលក់អញ្ចឹងផ្លូវក្រៅផ្លូវក្នុងអីគឺថាបន់អស់ហើយអ្នកគ្នាហងស៊ុយចិនសាយអីហ្នឹងគឺថាមើលអស់ហើយអ្នកគ្នាចាជាឥឡូវយើងកាត់ចូលឆ្នាំខ្មែរទៅចាមួយថ្ងៃនៅខែ4ឡើយនេះដើម្បីវីដេអូប្រម៉ូទ product ឯណាអ្នកគ្នាចាជាធម្មតាគឺខ្ញុំអូយមិនថាខ្ជិលទេអ្នកគ្នាប៉ុន្តែរឿងតែងខ្លួន make up ហ្នឹងគឺវា take time ច្រើនពេកអញ្ចឹងខ្ញុំវាថារវល់តែរឿងការងាររកស៊ីរកលុយអញ្ចឹងវាថាខ្លួនឯងដូចបើថាបើនិយាយពីរឿងស្រឡាញ់ខ្លួនឯងដូចមិនសូវខ្វល់ថាយើងខ្វល់តែពី business ពេកទេអ្នកគ្នាដូចស្រឡាញ់ business ហ្នឹងងប់ងល់ប្រហែលនេះដើម្បីថត product ឯណាខ្ញុំចេញមកចាលេងទឹកលេងម្សៅលេងអីវត្តភ្នំមិនលេងគាត់ថាមកថតអីអញ្ចឹងណាជាធម្មតាគឺខ្ញុំអត់ទេខ្ញុំនឹងអង្គុយតែធ្វើការទេខ្ញុំមិនដែរខ្វល់រឿងថាអូយដើរលេង enjoy life relax អីទេគឺថារកលុយបានអាហ្នឹងគឺជាអីដែលខ្ញុំស្វែងចិត្តមកយ៉ាងមែនចាចាប់ពីឆ្នាំថ្មីនេះគឺខ្ញុំនឹងព្យាយាមស្រឡាញ់ខ្លួនឯងច្រើនជាងមុនអ្នកគ្នារៀងកាត់ពី business ខ្លះ business អូយចេះរ៉ាន់ខ្លួនឯងខ្លះយើងរ៉ាន់មករហូតក៏វាឃើញមិនទៅណាឆ្ងាយដែរចឹងឥឡូវយើងរៀងមក focus លើខ្លួនឯងវិញម្ដងមើលចេញលេងទឹកថ្ងៃដំបូងចាទៅបងអូនខ្ញុំដូចគ្នាគឺអត់ដែរលេងហ្មងចាបាញ់មកច្បាច់ចង់ខ្វាក់ភ្នែកវីដេអូនេះអត់មាន structure ទី1ទី2ទី3ទេចាគឺមានវីដេអូអីកាត់ចូលនិយាយតាមវីដេអូហ្មងទៅខែ4ខែ5ហ្នឹងបងអូនខ្ញុំហៅខ្ញុំលក់ម្ហូបឯអ្នកគ្នាវាថាឃើញ skin care ក៏អាវអីចំណេញតិចពេកចង់សាកវិស័យម្ហូបមើលគេចំណេញច្រើនគេចំណេញអីអត់ចឹងខ្ញុំនេះចូលចិត្តអីថ្មីដែរក៏សាកទៅធ្វើបាយធ្វើអីអ្នកគ្នាបាយដោយសារម៉ាក់គាត់ធ្វើសាច់ជ្រូកឆ្ងាញ់អញ្ចឹងគាត់ថាសាកធ្វើតេស្តលក់អីចឹងប៉ុន្តែពេលហ្នឹងគឺ fail នេះចូលមកដល់ខែ6ដល់ពេលហ្នឹងខ្ញុំគិតចង់ rebranding ដោយសារ Viva ធ្លាប់ប្រកាសថាបិទដល់ពេលហើយយកអត់បិទវិញហើយបន្តមកចង់ឲ្យគេដឹងថាអូមាន beauty co ដោយសារអ្នកខ្ញុំទិញ skin care ម្ដងនៅក្នុង Viva អញ្ចឹងគាត់ថា skin care Viva ដោយសារខ្ញុំអត់ដាក់ logo ដាក់ផ្លារឿងអីមួយដូចខ្ជិលធ្វើហ្មងគាត់ថាចង់ធ្វើ rebranding មួយដែល combine brand ចូលគ្នាមកឲ្យគេដឹងថាអូមាន Viva beauty co ហើយ lazy ហ្នឹងរបៀបតែមួយអញ្ចឹងណាគ្នាអញ្ចឹងគាត់ថាចង់ធ្វើវីដេអូមាន concept មានអីចង់ធ្វើវា low វីដេអូ expect ថាវាផ្ទុះអីអញ្ចឹងណាអ្នកចាជា slide អត់សោះហ្មងនេះអា logo ពណ៌ជ្រូកហ្នឹងឲ្យអ្នកគ្នាអញ្ចឹងខ្ញុំគាត់ថាខ្ញុំចង់ធ្វើឲ្យវាចូលគ្នាមកដោយសារបង្កើត brand ថ្មីមួយយូរហ្មងគេស្គាល់ណាខ្ញុំបង្កើត Viva ចង់ឡើង7 8ឆ្នាំអញ្ចឹងគាត់ថាតោងជាមួយនឹង Viva ទៅជាមួយគ្នារបៀបគិតអញ្ចឹងណាសាហាវអ្នកគ្នាការងារដប់ទាំងស្អុយទេដូរ logo អីតែផលវីដេអូមាន view ទេហើយក៏វិចវលីចាចេញទៅក្រៅប្រទេសតែម្ដងធ្វើអីមួយ file ម្ដងទៅបីជឿជួយធំកណ្ដាលនេះគឺថាពិបាកចិត្តអង្គុយយំលើតែគ្នាប៉ុន្តែយើងត្រូវ recover ខ្លួនឯងឲ្យបានលឿនតាមអ្នកធ្វើបានមកអ្នកដោយសារយើងអត់នៅត្រាំថែមជាមួយនឹងអតីតកាលនឹងបានឲ្យរឿង file រឿងកន្លោះគឺយើងត្រូវ skip វាចោលបិទវាចោលយើងត្រូវមក start ធ្វើរឿងថ្មីឬក៏ធ្វើវាឡើងវិញឲ្យល្អជាងមុនបើមិនចឹងទេយើងនៅត្រាំថែមយើងខាតពេលជាមួយនឹងការបរាជ័យរបស់យើងមកនេះដោយសារខ្ញុំ file ច្រើនអញ្ចឹងការ recover របស់ខ្ញុំមកវិញការ get back ការ get up មកវិញហ្នឹងគឺវាលឿនជាងមុន strong ជាងមុនការដំបូងហ្នឹងក៏វា take time ឯណោះគ្នាការងារធ្វើអត់ចេញអត់ទៅមុខកក់សម្បត្តិយន្តហោះឡើងមកចិនសិនអធិស្ឋាន
ស្រាយមកអីថ្មីសាក៏ទៅការដើរលេងជួយជំរុញការគិតរបស់យើង idea របស់យើង mindset របស់យើងគឺ push ខ្លាំងហ្មងអ្នកនរគ្នាយើងមកគឺឃើញអីថ្មីឃើញអូគេធ្វើបានច្រើនគេធ្វើចេះអីចឹងណាយើង figure out យើង learn យើងអីពី environment ផ្សេងមួយទៀតហ្នឹងអញ្ចឹងគឺវាជួយយើងបានច្រើនមែនតើខ្ញុំដើរលេងម្ដងគឺអត់ខាតលុយណាគឺទៅឌីឲ្យហ្មងហៅបានទាំង supplier ថ្មីឃើញតាំងពី business គេថ្មីតាំងពី mindset ការគិតការរស់នៅរបស់ប្រជាជនគេគឺខ្ញុំចា24ម៉ោងហ្នឹងគឺខ្ញុំសឹងតែអត់ដេកខ្ញុំអង្គុយ learn ពីគេដាក់ចូលដល់វគ្គហ្នឹងបានដឹងថាវីដេអូទៅចិនខ្ញុំ trip ខ្ញុំទៅចេញដល់ប្រហែល part 2ណាគ្នាចាទាំងពេលណាបានចេញតភាគទៅចិនហ្នឹងគឺថាខ្ញុំសុបាយមើលហ្មងមើលនឹងឈឺភ្នែកអ្នកគ្នាមកវិញគេថាចូលពេទ្យភ្នែកមួយ0តែនៅតែធ្វើការធម្មតាអ្នកគ្នាអូថាមកវិញថាពេញ energy ហ្មងអ្នកគ្នាអូមាន idea ច្រើនខ្ញុំមកបាន supplier ថ្មីយកពងតកឹតអូយកបានហ្នឹងមកសុបាយលក់យ៉ាងម៉េចទៅតែវាមិនចឹងណាអ្នកគ្នាគឺថាបុកខំធ្វើ office ផងអីផងធ្វើមិនឲ្យឆាប់ហើយអាំងបាន build team ឡើងវិញចឹងហើយការងារគឺធ្វើគ្រប់អ្នកគ្នាចាព្រោះកម្លាំងក៏ធ្វើគូក៏បានក៏ធ្វើចាថាធ្វើមិនក៏បានដែរគេថាឲ្យតែរកលុយបានវាមិនចឹងណាមានការខ្វះខាតលុយជាខ្លាំងចាទៅនេះគឺកំពុងតែរៀប viva បដាពេលមកពីចិនហ្នឹងណាអ្នកគ្នារៀបទាំង store រៀបទាំង office ដើម្បីត្រៀមចាំទទួល stock ថ្មី